Alright ឥឡូវយើងបានធ្វើការត្រឡប់មកពីប្រទេសសិង្ហបុរីមកកាន់ប្រជាជាតិកម្ពុជាវិញហើយឥឡូវបច្ចុប្បន្នគឺខ្ញុំនៅក្នុង office របស់យើងផ្ទាល់តែម្ដងចង់ប្រាប់បងប្អូនថារយៈពេលចុងក្រោយនេះគឺអាណាចក្រយើងហើយធីមការងារក្រុមអាណាចក្ររបស់យើងឬ Boy VHR ឬធីមការងារយើងផ្សេងៗគឺព្យាយាមខ្លាំងមែនទែនតាក់ទងជាមួយនឹងអាណាចក្រ Signal របស់យើងហើយនឹង data ទិន្នន័យគឺយើងព្យាយាម update នៅក្នុងខែនេះផ្ទាល់ផងដែរហើយមួយទៀតចង់ប្រាប់ថាមានបងប្អូនយើងច្រើនដែរគាត់ចេញ message តាក់ទងពីការដែលគាត់ខាតការគាត់ចំណេញអីមានអ្នកខ្លះគាត់និយាយថាមុនពេលដែលគាត់ចូលអាណាចក្រគាត់ខាតរហូតដល់ $2000 ទៀតឥឡូវគាត់ចូលអាណាចក្រគាត់បានធ្វើការ recover ហើយចំណេញមកវិញហើយអ្នកខ្លះទៀតគាត់បានប្រាប់ថាភាពឥឡូវគាត់ពីរបៀបការឈ្នះគាត់មករយៈពេលចុងក្រោយនេះគឺច្រើនខ្លាំងតែចង់ប្រាប់បងប្អូនមួយតាក់ទងពីរបៀបធ្វើការ set up តាក់ទងពី trading មួយចំនួនព្រោះថាធម្មតាពេលយើងឈ្នះច្រើនឬក៏អីផ្សេងៗគឺយើងតែតែភ្លេចរឿងមួយគឺ risk management មានន័យថាយើងភ្លេចធ្វើការដាក់ stop loss ហើយយើងអត់បានធ្វើការប្រយ័ត្នប្រយែងច្រើនអញ្ចឹងចង់ប្រាប់បងប្អូនថាការដែលយើង stop loss ឧទាហរណ៍ថាចេះវិញឧទាហរណ៍អាណាចក្រ crypto គឺ signal អ្នកនាម1000 signal គឺឈ្នះទាំងអស់តែយើង loss តែមួយ signal សូកុំមានអារម្មណ៍អន់ចិត្តឬក៏ខាតឬក៏អត់ហ៊ានដាក់ stop loss ឬក៏អត់ហ៊ានខាតចង់ឲ្យកាត់ loss ចោលព្រោះពេលខ្លះយើងគិតទៅរឿងចំណេញរហូតយើងភ្លេចរឿងនឹងមួយអញ្ចឹងចង់ប្រាប់បងប្អូនថារៀងរាល់ពេលបើក session គឺជាយាមដាក់ TP ដាក់ stop loss ឲ្យត្រឹមត្រូវសុខចិត្តខាតមួយប៉ុន្តែចំណេញ1000អាហ្នឹងជារឿងមួយដែលយើងធ្វើការ trading ផ្សេងៗព្រោះថា data ទិន្នន័យយើងតែងតែមានអ្នកដែលគាត់ចង់ប្រកួតប្រជែងយើងលើទីផ្សារច្រើននេះជាវិធីដែលយើងធ្វើការកោបលុយពីទីផ្សារអន្តរជាតិនេះជាអ្វីមួយដែលខ្ញុំចង់ប្រាប់បងប្អូនពីរបៀបធ្វើការ trade ឲ្យប្រយ័ត្នប្រយែងឬក៏ risk management ឬក៏របៀបដែលខ្ញុំធ្វើការ trade មួយរយៈពេលចុងក្រោយនេះបងប្អូនឃើញអញ្ចឹងគឺរាល់ពេលដែលខ្ញុំ trade គឺខ្ញុំយកត្រឹមតែ50រៀលឬក៏100ផ្សេងៗតាមរយៈ session របស់យើងដូចបងប្អូនឃើញគឺ session នេះគឺឈ្នះច្រើនតាំងពីខ្ញុំមកសិង្ហបុរី Formula 1រហូតមកដល់ office របស់យើងផ្ទាល់នៅអាណាចក្រ Crypto Hub ផ្ទាល់ហើយថ្ងៃនេះផ្ទាល់គឺមានការចែករំលែកតាក់ទងពី airdrop ថ្មីផងដែរគឺ HPL ដែលគឺជា airdrop មួយដែលនិយាយតាក់ទងពី layer 1ដែលគឺជា high perform កាក់មួយដែលល្អខ្លាំងមែនទែននៅក្នុង market ផ្ទាល់បច្ចុប្បន្នបើសិនយើងចង់ធ្វើការវិនិយោគឬក៏ទិញក៏ប្រយ័ត្នប្រយែងដែរសារ layer 1 លើច្រើនមែនទែនកាក់ layer 1ច្រើនខ្លាំងសឹងតែថាវាឡើងទៅបន្តិចទៀតវាចុះវិញគឺសារអត់សូវមាន potential ច្រើនតាក់ទងពី community ឬក៏សហគមន៍របស់យើងច្រើនហើយតាក់ទងពី layer 1គឺជា high perform layer 1 blockchain ដែលវា build តាក់ទងសម្រាប់ដូចជា stable coin វាគេ design មកសម្រាប់ USDT ច្រើនខ្លាំងមែនទែនសម្រាប់ platform ច្រើនដែលតាក់ទងពី stable coin ហើយបច្ចុប្បន្នគឺរបៀបធ្វើការ transfer fee របស់វា USDT នេះគឺ$0មានន័យថាអត់ free ទេ transaction របស់គេគឺ1000 plus តាក់ទងជាមួយនឹង TPS មានន័យថា transaction per second ហើយ block time របស់គេគឺដករហូតដល់1 second ជាមួយនឹង platform ច្រើនមែនទែនដូចជា framework ឬក៏តាក់ទងជាមួយនឹង Bitfinex ឬក៏តាក់ទងជាមួយនឹង platform មួយចំនួន Law ឬអីផ្សេងៗដែលប្រើប្រាស់តាក់ទងពី blockchain technology នេះឬក៏ protocol នេះគឺច្រើនខ្លាំងមែនទែនចុងក្រោយចង់ប្រាប់បងប្អូនថាសូមប្រយ័ត្នប្រយែងមែនទែនតាក់ទងពីវិស័យ trading ឬក៏នៅក្នុង crypto world របស់យើងផ្ទាល់សារអីទី1គឺដូចខ្ញុំនិយាយចាំបាច់ប្រាប់អ្នកនេះចឹង risk management ទី2គឺ emotional របស់យើងទី3គឺអ្វីមួយដែលយើងត្រូវការស្ដាប់តាក់ទងពីអាណាចក្រ team របស់យើងព្រោះថារាល់ពេលដែលយើងបើក session រាល់ពេលដែលយើងធ្វើអីនៅក្នុងអាណាចក្រ signal យើងឬក៏អាណាចក្រ crypto គឺយើងធ្វើការប្រយ័ត្នប្រយែងច្រើនមែនទែនដូចខ្ញុំនិយាយចឹង1000ដក1កុំឲ្យស្មើ0 1000ដក1ត្រូវតែជា999ព្រោះយើងអាច1000ដក1ស្មើ0បានទេនេះជាអ្វីមួយដែលខ្ញុំចង់ប្រាប់បងប្អូនមានន័យថាឈ្នះ1000ដងគ្រាន់តែខុសមួយកុំឲ្យអារម្មណ៍យើងទៅជា0អញ្ចឹងឬក៏ពាក្យមួយទៀតដែលគេអាច quote នៅក្នុងជីវិតពិតយើងគឺមានន័យថា100ដក1ស្មើ0គឺមានន័យថាខំធ្វើល្អ100ដងអត់ស្មើកំហុសម្ដងគឺអ្នកនេះអាចនិយាយថាវាប្រហារឬអីផ្សេងៗកុំធ្វើចឹងអាហ្នឹងគឺជាអ្វីមួយដែលអត់ល្អសម្រាប់យើងហើយវាអាក្រក់មែនទែនអញ្ចឹងដូចខ្ញុំនិយាយចឹងព្យាយាមដាក់ stop loss មួយសុខចិត្តខាតមួយប៉ុន្តែយើងឈ្នះរហូតដល់999ដងបើសិនទៅពី signal យើងឬក៏អាណាចក្រ